បាទជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel បស្រាយសុបិនសាជាថ្មីថ្ងៃនេះផងដែរខ្ញុំនឹងលើកយកទាក់ទងនឹងពុកម៉ែបងប្អូនសុបិនឃើញមឈូសសពបាទប្រសិនបើជាពុកម៉ែបងប្អូនសុបិនឃើញមឈូសសពប៉ុន្តែអត់ឃើញសាកសពនោះទេឃើញមឈូសសពដាក់គោលើគ្នាច្រើនឬក៏មានមនុស្សសែងមឈូសសពឆ្លងកាត់តាមផ្លូវនោះទំនាយទីនៅក្នុងសុបិនដូច្នេះថាពុកម៉ែបងប្អូននឹងទទួលបានដំណឹងល្អឬក៏លៀបពីឆ្ងាយឬក៏ការផ្លាស់ប្ដូរតួនាទីការងារទៅក្នុងផ្លូវល្អផងដែរបាទតើតើនឹងពុកម៉ែបងប្អូនសុបិនឃើញមឈូសសពដែលត្រួតលើគ្នាឬក៏ឃើញមនុស្សផ្សេងមឈូសសពនេះគឺមានអត្ថន័យដោយការបកស្រាយខាងលើចំណែកលេខសំណាងសម្រាប់អ្នកសុបិនវិញនោះគឺលេខ04លេខ44លេខ440លេខ442និងលេខ448បាទតើតើនឹងពុកម៉ែបងប្អូនសុបិនឃើញមឈូសសពឬក៏ឃើញមនុស្សផ្សេងមឈូសសពនេះគឺមានអត្ថន័យដោយការបកស្រាយខាងលើជាចុងក្រោយនេះក៏សូមអរគុណពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានសម្រាប់ Channel បកស្រាយសុបិនពីដើមរហូតដល់ចប់ជាចុងក្រោយក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូមអរគុណ